គ្នាក្នុងវីដេអូនេះយើងនឹងធ្វើ gradient color ដែលយើងបានស្គាល់រួចហើយពីរបៀបដាក់ color ឥឡូវនេះយើងនឹងធ្វើ gradient color ដែលដំបូងយើង select លើ frame ដែលយើងចង់ frame shape ឬក៏អ្វីដែលយើងចង់ដាក់ gradient color នោះតោះមកយើង click លើ color field ហើយយើង select លើ gradient នៅខាងក្រោម custom តោះមកគេនឹងឲ្យជ្រើសរើសពី gradient មិនថាពីរពណ៌យើងក៏អាចថែម3 4ពណ៌បានដែរ add រហូតមកចង់ដាក់ប៉ុន្មានពណ៌ក៏បានដែរតែឥឡូវខ្ញុំឧទាហរណ៍ពីរពណ៌សិនដែលទី1ខ្ញុំនឹងដាក់ពណ៌បៃតងទី2នឹងដាក់ពណ៌លឿងនេះជា gradient color កន្លែងខ្លះវាបៃតងកន្លែងខ្លះរៀងលឿងវាលាយចូលគ្នាហើយយើងអាចសេរីវាបានកន្លែងណាបៃតងកន្លែងណាលឿងនេះគឺជា gradient color ដែលយើងឃើញទូទៅក្នុង app មួយចំនួនមាន color 2 3លាយចូលគ្នាអញ្ចឹង